ចង់ដឹងថាភាសាអង់គ្លេសរបស់កូនទាំងពីរមានការរីកចម្រើនយ៉ាងណាហើយនៅថ្ងៃនេះសុធាជាអ្នកបកប្រែជាភាសាខ្មែររីឯស៊ូអ៊ីជាអ្នកអាននៃអត្ថបទភាសាអង់គ្លេសតោះចាប់ផ្ដើម Monday, David said that he is a new worker and that his name is Andy. ថ្ងៃច័ន្ទ David និយាយថាគាត់ជាអ្នកធ្វើការថ្មីនិងគាត់មានឈ្មោះថា Andy. This other worker don't know who he really is. អ្នកធ្វើការដទៃពិតជាមិនដឹងថាគាត់ជានរណា He usually wear a suit but today he is wearing jeans and a t-shirt. គាត់ជាធម្មតាស្លៀកពាក់សម្លៀកបំពាក់ជាឈុតប៉ុន្តែថ្ងៃនេះគាត់ស្លៀកពាក់ខោកាប៊យនិងអាវយឺត He is working in the kitchen. He is washing the dishes. គាត់ធ្វើការនៅក្នុងផ្ទះបាយគាត់កំពុងលាងចាន The people in the kitchen usually work 80 hours a week. អ្នកធ្វើការក្នុងផ្ទះបាយជាធម្មតាធ្វើការ80ម៉ោងក្នុងមួយសប្តាហ៍ One of the oven is broken but David thinks that the food is good. ចង្ក្រានមួយក្នុងចំណោមចង្ក្រានទាំងឡាយបែកប៉ុន្តែ David គិតថាចង្ក្រាននោះនៅចម្អិនអាហារបានល្អ អូហូភាសាអង់គ្លេសរបស់កូនទាំងពីរមានការរីកចម្រើនជាងមុនច្រើនលោកគ្រូសូមកោតសរសើរចំពោះភាពវៃឆ្លាតនិងពេលវេលាដ៏មានតម្លៃសម្រាប់កូនទាំងពីរ Thank you teacher